វីដេអូនេះដែរខ្ញុំថតដើម្បីបង្ហាញផ្លូវនៃការធ្វើដំណើរទៅស្ពានអូជីព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យនៅក្នុងភូមិជើងទៀនផ្លូវរាំងពិបាកតិចដែរផ្លូវមានថ្មមានគ្រួសមានខ្សាច់ចឹងនៅក្នុងព្រៃស្ងាត់រាំងស្ងាត់តិចចឹងបើសិនជារាំងល្ងាចតិចអីពុកម៉ែបងប្អូនធ្វើដំណើរទៅរាំងនេះតិចស្ងាត់ណាស់ចឹងបងប្អូនស្រីក្មួយអីកុំសូវធ្វើដំណើរទៅព្រោះផ្លូវនឹងរាំងស្ងាត់ចឹងមកទៅអាចមាន2ម៉ូតូឬក៏ម៉ូតូទៅនេះខ្សាច់ចឹងដោយសារតែខ្ញុំមកពីកំពង់ធំចឹងខ្ញុំជិះម៉ូតូមកក៏ឈៀងចូលទៅថតទៅដើម្បីធ្វើការបង្ហាញព្រោះខ្ញុំនៅនឹងយូរដែរប៉ុន្តែអត់សូវបានចូលទៅលេងទេគេអត់សូវមកទេស្ពានដោយសារតែផ្លូវរឹងពិបាកចឹងហើយក៏មានឧបសគ្គច្រើនមានដុបមានព្រៃនេះមើលហើយផ្លូវចឹងយើងធ្វើដំណើរដោយប្រុងប្រយ័ត្នចឹងនៅខាងមុខនេះយើងមានស្ពានឈើប្រភេទស្ពានឈើដែលក្រាលដោយឈើហើយនឹងដែកនេះជាស្ពានដែកមុំស្ពានអូជីស្ពានបុរាណដូចជានៅខាងមុខទៀតចឹងខ្ញុំមុំអ្នកទាំងអស់គ្នាទៅបានឃើញផ្លូវចឹងផ្លូវនេះគេអត់ទៅជិះទេមើលហើយរបូតឲ្យស្ពានឈើទាំងអស់របូតចាប់ចេញពីគ្នាពេលជិះមកខឹកចឹងបើសិនជាអ្នកទាំងអស់គ្នាពុកម៉ែឬក៏ក្មួយបងប្អូនជិះកាត់តាមនេះប្រយ័ត្នប្រយែងផងដោយសារតែផ្លូវក្តារដែលដាក់លើស្ពាននេះមានអារម្មណ៍ថាជិះទៅវាក្រឹកហើយជារបូតដែកអស់ហើយរបូតដែកគោឬក៏របូតកញ្ចាប់ចេញពីដែកអស់ហើយអញ្ចឹងយើងដល់ហើយផ្លូវនេះស្ពានបុរាណរបស់យើងខ្ញុំនឹងបង្ហាញនៅវីដេអូបន្ទាប់អញ្ចឹងពាក់ព័ន្ធនឹងអាយុនៃការកសាងឡើងនៅសតវត្សទីប្រមាណហើយកសាងចំណុចណាស្ពានរយៈពេលស្ពានចម្ងាយប្រវែងនៃស្ពានខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយ